សូមស្វាគមន៍មកកាន់សរណភូមិព្រែកថ្លឹងគំរូដីឡូលំនៅឋានសហគមន៍អេកូបៃតងជាមួយនឹងការរៀបចំប្លង់មីរួមមានសួនច្បារប្រព័ន្ធទឹកភ្លើងខ្សែកាបក្រោមដីភាពដាច់គ្នារវាងបណ្ដាញលូទឹកភ្លៀងនិងទឹកស្អុយសមស្របជាមួយបរិបទនៃការរស់នៅនាពេលបច្ចុប្បន្ននិងអនាគតសុរិន្ទភូមិលំនៅឋានសហគមន៍អេកូបៃតងបាទសូមជម្រាបសួរផលប្រយោជន៍នៃកសិកម្មសរីរាង្គមានដល់សុខភាពបរិស្ថាននិងសេដ្ឋកិច្ចសង្គមផលប្រយោជន៍ចំពោះសុខភាពគឺបានន័យថាប្រជាកសិករអាចទទួលបានសុវត្ថិភាពក្នុងការងាររបស់គាត់នៅក្នុងកសិដ្ឋានដោយសារគាត់មិនបានដាំដុះដោយមានការប្រើប្រាស់សារធាតុគីមីមានថ្នាំពុលជីគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់តែនឹងនៅពេលដែលអ្នកបរិភោគនៅអាហារឬក៏ផលិតផលដែលផលិតដោយមិនប្រើប្រាស់សារធាតុគីមីគាត់មានសុវត្ថិភាពល្អហើយទៅនឹងគឺគាត់បាននៅចំណីអាហារដែលប្រកបដោយសុវត្ថិភាពហើយនឹងមានរសជាតិឆ្ងាញ់ហើយនឹងមានអាហារូបត្ថម្ភច្រើនជាងកសិផលដែលផលិតតាមបែបគីមីបាទដោយឡែកចំពោះបរិស្ថានវិញផលប្រយោជន៍ដល់បរិស្ថានគឺកសិករគឺបានជួយដល់បរិស្ថាននៅការងាររបស់គាត់ដោយមិនបានប្រើប្រាស់នៅការបំពុលដល់បរិស្ថានមិនឲ្យមានផលប៉ះពាល់ដល់សត្វមានប្រយោជន៍នៅក្នុងកសិដ្ឋានរបស់គាត់ដែលជាសត្វជួយបំលែងជីជាតិរបស់គាត់ឬក៏ជួយការងាររបស់គាត់នៅក្នុងកសិដ្ឋានហ្នឹងឬក៏យើងហៅថាជាមិត្តរបស់កសិករបានជួយនៅការការពារដំណាំរបស់គាត់កាន់តែប្រសើរឡើងបាទផលប្រយោជន៍ទី3គឺតាក់ទងនឹងសេដ្ឋកិច្ចសង្គមគឺកសិករអាចនឹងបានផលប្រយោជន៍ពីការដាំដុះបែបតាមសរីរាង្គនេះដោយបាននៅទទួលការគាំទ្រពីអ្នកបរិភោគគឺនៅពេលនោះគឺគាត់បានលក់នៅក្នុងតម្លៃសមរម្យល្អដោយមិនបានខាតឬក៏បាត់បង់នៅប្រាក់ចំណេញរបស់គាត់គឺមានតែប្រាក់ចំណូលកើនឡើងដោយសារមានការនិយមទិញពីអ្នកបរិភោគបាទទៅនឹងគឺអ្នកបរិភោគគឺទទួលបាននៅអាហារប្រកបដោយសុវត្ថិភាពគឺកាត់បន្ថយការចំណាយទៅលើការព្យាបាលសុខភាពរបស់គាត់នៅពេលដែលគាត់បរិភោគទៅមានសុវត្ថិភាពអញ្ចឹងគាត់មិនចាំបាច់ទៅរកពេទ្យដើម្បីព្យាបាលសុខភាពរបស់គាត់បាទអញ្ចឹងយើងឃើញថាគាត់មាននៅពេលកសិករដាំដុះនៅកសិកម្មតាមបែបសរីរាង្គនេះគឺមានផលប្រយោជន៍ច្រើនដល់បាទសេដ្ឋកិច្ចសង្គមនិងបរិស្ថានតែមិនហ្នឹងគឺអាចកាត់បន្ថយការនាំចូលនៅផលិតផលដំណាំពីបរទេសដែលมันមានប្រភពច្បាស់លាស់ឬក៏ផលិតផលដែលមានប្រើប្រាស់សារធាតុគីមីខ្ពស់ដែលធ្វើឲ្យផលប៉ះពាល់ដល់សុខភាពរបស់យើងអ្នកបរិភោគបាទសូមអរគុណឧបត្ថម្ភដោយគម្រោងដីឡូសរិនភូមិអភិវឌ្ឍស្របតាមបទដ្ឋាននគរូបនីយកម្មនិងស្ថាបត្យកម្មបែបអេកូបៃតង